បងប្អូនអរគ្នាមានឡើងថ្លៃមិនមែនជាសញ្ញាល្អទេណាខ្ញុំអត់អាចនិយាយសង្ខេបជូនបានទេព្រោះវាមានរឿងច្រើនមែនតើប៉ុន្តែខ្ញុំចង់ប្រាប់ថាមាសឡើងថ្លៃជាកំហុសមួយក្នុងមួយថ្ងៃឡើងចង់10 ដងហើយគឺមិនមែនជាសញ្ញាល្អទេហើយឥឡូវឡើងខ្ពស់ខ្លាំងមែនតើហ្មងណាដែលក្នុងប្រវត្តិសាស្ត្រទើបតែលើកឡើងហើយដែលឡើងខ្ពស់ខ្លាំងហ្មងយល់អត់បងប្អូនអញ្ចឹងយើងត្រូវតែបារម្ភទាំងអស់គ្នាមិនមែនជាសញ្ញាល្អអូយមានឡើងថ្លៃយើងគោបុកទៅលក់មាសអីអត់ទេវាមានបញ្ហាបញ្ឈរខ្លាំងមែនតើទៅលើលុយដុល្លារក៏ដូចជាអាចនឹងមានអីប្រែប្រួលទៀតបានរូបពេលបាននៃប្រែប្រួលណាជាភាសាគឺពិភពលោកយើងអាចនឹងជួបរឿងដែលយើងមិននឹកស្មានមកដល់ដូចគ្នាណានិយាយទៅដឹងតែមានបញ្ហាហ្មងកាលណាដែលមាសហ៊ានតែលោតឡើងខ្ពស់សាហាវបែបហ្នឹងដឹងតែមានបញ្ហាអីមួយណាបើមិនសង្គ្រាមក៏បញ្ហារូបពេលបានបញ្ហាពាណិជ្ជកម្មសេដ្ឋកិច្ចអីមួយណាប្រទេសមហាអំណាចធំបាទអញ្ចឹងយើងត្រូវតែត្រៀមចិត្តត្រៀមកាយចាំមើលព័ត៌មានហើយចាំទទួលយកការពិតទាំងអស់គ្នាហើយសម្រាប់ខ្ញុំគិតថាវាលេងបកក្រោយហើយតែវាឡើងអញ្ចឹងហើយឡើងតែទៅទៀតហើយអ្នកនរគ្នាចាំមើលណាចាំមើលដឹងតែឡើងទៅទៀតទៅរហូតវាលេងបកក្រោយហើយអញ្ចឹងលុយដុល្លារក៏វាអាចនឹងហ្នឹងឯងអាចនឹងសូវលេងមានតម្លៃអីអញ្ចឹងណាយើងចាំមើលព័ត៌មានទាំងអស់គ្នាបើសិនតែមានព័ត៌មានអីខ្ញុំនឹងអាប់ដេតប្រាប់ទៅដល់បងប្អូនយើងទាំងអស់គ្នាណាបាទ